សិលប្រែថាប្រកដីឬក៏ធម្មតាឬក៏ទម្លាប់ហើយសិលប្រែថាកំពូលនឹងយើងស្ដាប់ដែរសេរៈមកពីពាក្យថាសេរៈសិលប្រែតាមអត្តទេសេរៈថោសីឡੰសិលគឺប្រែថាចំងដើម្បីស្គាល់ដល់សិលមានន័យថាកំពូលឥឡូវនេះយើងស្ដាប់ពាក្យមួយម៉ាត់ទៀតលោកពោលថាសីសត្វថោសីឡੰនេះសិលមានសេចក្តីថាក្បាលនេះសីស័កតែក្បាលហ្មងក្បាលចុះក្បាលអីដែលយើងទូលឲ្យស្រួលងាយស្ដាប់ទៅថាក្បាលនៃសេចក្តីល្អនិងសេចក្តីសុខសេចក្តីចម្រើនគ្រប់យ៉ាងសេចក្តីល្អសេចក្តីសុខចម្រើនគ្រប់យ៉ាងគឺមានសិលនឹងជាបច្ច័យមានសិលជាគ្រឿងប្រក់ព្រំប្រៀបដូចជាមនុស្សយើងចាប់ទៅចុងសតបាតជើងរស់នៅបានអាស្រ័យក្បាលនេះអាស្រ័យក្បាលព្រោះក្បាលនេះស៊ីមាត់នៅក្បាលអាហារយើងដឹកចូលទៅពៀទៅវាឆ្លងកាត់កំពង់កចូលទៅក្នុងកាពះតាមមាត់នៅក្បាលដង្ហើមដកចេញចូលនៅក្បាលបើសិនជាគ្មានក្បាលមិនមានជីវិតទេគ្មានមនុស្សណាកើតឡើងមកកបត់កកឲ្យរស់ទេនឹងយើងអំពីរឿងពិតដែលយើងឃើញទាំងអស់គ្នាសូម្បីសត្វបេរិឆានឆ្កែឆ្មាលាក់ទាំងអស់ហ្នឹងក៏វាអាស្រ័យនឹងក្បាលបើគ្មានក្បាលទេគឺមិនអាចរស់នៅបានទេព្រោះនេះប្រដាប់ឃើញប្រដាប់លឺប្រដាប់ឃុំក្លិនទំពាស៊ីលឺចូលអញ្ចឹងរាងកាយទាំងមូលដែលធំធាត់ប្រព្រឹត្តទៅបានក៏អាស្រ័យនឹងក្បាលយ៉ាងណាកុសលផលទាំងអស់កុសលធម៌ដែលកើតឡើងពីចម្រើនសមាធិហើយសមថធម៌ឬក៏ចម្រើនវិបស្សនាដែលវាកើតឡើងហើយចម្រើនឡើងជាភយោធាដោយអាស្រ័យនឹងសិលដូចគ្នាអញ្ចឹងយើងអាចប្រែថាក្បាលកុសលណាក្បាលកុសលហ្នឹងបានន័យថាធម៌ជាប្រធានគឺដើមចោមនៃនាំឲ្យកើតទាំងអស់សិលជាហេតុហើយជាគ្រឿងរក្សានេះហេតុហើយជាគ្រឿងរក្សាកុសលធម៌ថ្នាក់សមាធិក្តីកុសលធម៌ថ្នាក់វិបស្សនាក្តីវាកើតឡើងតតែមានសិលនឹងជាហេតុតទៅសង្រួមបានចិត្តស្ងប់កើតបញ្ញាហើយដល់មានសមាធិកើតឡើងហើយមានបញ្ញាកើតឡើងហើយសិលនឹងជាគ្រឿងប្រក់ព្រំទៀតបើគ្មានបើសិនជាបានសមាធិហើយធ្វើវិបស្សនាហើយមិនខំប្រឹងថែទាំសិលរបស់ផងខ្លួនទេសមាធិនោះនឹងដាច់ទៅវិញវិបស្សនានឹងអស់ជីវិតទៅវិញណាសមាធិវិបស្សនានឹងអស់ជីវិតទៅអាស្រ័យនឹងសិលដាច់យើងមើលក្នុងសម័យខ្លះដូចយើងនៅក្នុងកពីមានកលតិទនីមានតបោះខ្លះដែលលោកកាន់សិលបរិសុទ្ធនៅក្នុងព្រៃដូចជាហេរ៉ាតបោះគឺថាដល់ហោះធ្វើសិលបានធ្វើសមាធិធ្វើពេញហោះបានតែដល់ពេលចូលស្រុកវិញវាអាស្រ័យនឹងរូបារម្មណ៍ជាទីគាត់ចិត្តត្រេកអរនឹងមេធនធម្មជាមួយនឹងមហេសីស្ដេចទៅក៏ដាច់សិលខុសលេខមួយនឹងសមាធិដាច់ដល់ទៅវិញដាច់ទាំងអស់ណាអញ្ចឹងបានន័យថាសិលជាហេតុកើតហើយជាគ្រឿងរក្សាអញ្ចឹងសូម្បីតែព្រះអរិយទាំងឡាយសោតាសក្តិអនាគារហន្តសុទ្ធតែជាអ្នករក្សាសិលរហូតគឺថាមិនមែនតែបឋិជននេះសូម្បីតែថ្នាក់សោតាសក្តិអនាគារហន្ត
លើរត់តែសិលបរិសុទ្ធជាវិសេសសំបីប្រារយៈដែលលោកអស់កិលេសហើយដូចជាប្រសាមពុទ្ធសរិយបុព្វមុខលៀនព្រះអរហន្តជាសាវកទាំងអស់ដែលលោកអស់កិច្ចសិក្សាហើយក៏លោកនៅតែមានសេចក្តីសម្រួមរហូតចូលគ្នានឹងបរិនិព្វាននេះសិលយើងសិលធំអញ្ចឹងពាក្យថាកុសលមួយម៉ាត់នេះគឺសេចក្តីល្អដូចជាលោកយាយលោកតាបកណាដែលខំប្រឹងចម្រើននៅអាណាបានសតិដង្ហើមចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងរហូតដល់ស្ងប់នេះដែលតាមមានសិលវាហេតុជាដើមចោមទៅបានធ្វើខ្យល់4នគរនឹងកើតបើសិនជាគ្មានសិលទេចិត្តនឹងកើតបុគ្គលិកសារីធត់ញាប់ញ័ររវើរវារស័ព្ទរសល់មិននៅក្នុងធម៌ហ្នឹងទេអញ្ចឹងដើម្បីបានគុណធម៌ទាំងអស់នោះតើតែស្រឡាញ់សិលនិងសិក្ខាបទទៅបានរស់រានមានជីវិតបានទៅបានចម្រើនឡើងបាននឹងសិលជាក្បាលនៃសេចក្តីល្អជាកំពូលនៃកុសលធម៌ជាហេតុនាំឲ្យកុសលធម៌កើតឡើងបានហើយជាប្រធាននៃសេចក្តីសុខនេះពាក្យថាសុខពាក្យថាសុខស្មើនឹងពាក្យថាសន្តិភាពស្រួលស្ងប់នៅក្នុងរាងកាយយើងបើសិនជាគ្មានសិលទេរកសេចក្តីសុខមិនមានទេចិត្តនេះមួម៉ៅក្តៅក្រហល់ក្រហាយប្រកបដោយទោសៈព្យាបាទគ្រប់យ៉ាងផ្ទះកន្លែងអត់សុខទេហើយសិលនឹងកំចាត់បងទោសៈដែរកាលណាធ្វើសេចក្តីសម្រួមតាមផ្លូវកាយវិចារចិត្តទៅសេចក្តីសុខស្ងប់ក៏នឹងកើតឡើងអញ្ចឹងសន្តិភាពក្នុងកាយយើងចាប់ពីចុងសតបាតជើងបានសន្តិភាពរាងកាយយើងលោកចាត់ថាជាប្រទេសមួយប្រទេសខាងក្នុងណានេះចាប់ពីចុងសតបាតជើងជាប្រទេសមួយទៅហើយនគរកាយនេះប្រព្រឹត្តទៅបានវែងអាយុវែងណានគរកាយនេះបរិបូរណ៍ដោយភពកតមត្តនគរកាយនេះមិនមានសក្តិជាគ្រឿងបៀតបៀនជាគ្រឿងបង្កាច់បងនគរកាយនេះមិនបាក់ដៃមិនបាក់ជើងមិនខ្វិនមិនខ្វង់មិនខ្លាំងមិនកមិនខ្ទើយគឺដោយសារសិលបើគ្មានសិលជួបខកទាំងអស់ហើយអញ្ចឹងរាងកាយយើងចាប់ទៅចុងសតបាតជើងវាបានសុខសន្តិភាពអាស្រ័យទៅនឹងសិលនេះសិលសំខាន់តែបានសិលលើប្រែតែក្បាលណាដូចជាសត្វពួកខ្លះដែលយើងបានកលេចទៅឃើញខ្វាក់ពីកំណើតខ្លងពីកំណើតកពីកំណើតខ្ទើយពីកំណើតឬក៏ស្វិតដៃស្វិតជើងពីកំណើតកើតមកจะឃើញយ៉ាងបងមិនបានចឹងថាមកអំពីពីវិរិយនេះនៅក្នុងផ្ទៃម្ដាយសត្វដែលចូលទៅចាប់បដិសន្ធិនឹងមានរូបកលាប3កាយបេះដូងនិងភេទនេះគឺស្រីគឺប្រុសមនុស្សដែលកើតឡើងខ្ទើយពេលដែលចាប់បដិសន្ធិនឹងភេទនឹងអត់មានមកបរិសុទ្ធនឹងអត់មានសតិអត់មានគឺកើតមកមានតែបេះដូងហើយនឹងកាយភេទអត់មានទេដោយសារអំណាចជាធរជាវរិយនឹងវាកាត់វាឲ្យផលអញ្ចឹងកើតឡើងខ្ទើយមកអ្នកដែលកើតឡើងខ្វក់ពីកំណើតមិនតបពី35ថ្ងៃមកនឹងផ្សេងម្ដាយទៅនៅកើតប្រសាទរូបនេះសម្រាប់មើលដល់ពេលហ្នឹងអត់កើតមកនឹងខ្វក់មកពីកំណើត
ở đó 35 ថ្ងៃថែមទៅទៅមកបានកើតសារប្រសាទបន្ទាប់មកកើតខៀនប្រសាទជីវហាប្រសាទដល់ពេលយើងមានពីដាច់សិលអំពីអតីតជនមកប្រដាប់ទាំងអស់ហ្នឹងវាអត់កើតអញ្ចឹងមនុស្សហ្នឹងកើតឡើងខ្វាក់កើតឡើងឆ្លងគោខ្ទួយខូចដៃខូចជើងមកអំពីសំណើដោយសារអំណាចនៃពីធរនេះពីវរិយនេះឯងវាឲ្យផលក្នុងសម័យដែលកកែងរូបនៅពេលដែលកកែងរូបអញ្ចឹងបានសិលជប់សរីរៈរាងកាយរបស់យើងម្នាក់ៗដែលចាប់ដើមឡើងកកែងបានទៅជារូបរាងកាយតាមវិកលៈអមុទៈទេសេកណៈបញ្ញាសាខាចក្ខុសតៈឃាននៃជីវហាកាយយ៉ាងអស់គឺមានសិលជប់បានកើតឡើងមកជាស្ត្រីគ្រប់លក្ខណៈជាបរិសុទ្ធគ្រប់លក្ខណៈមានភ្នែកមួយគូមានរន្ធច្បុកពីរមានវិជាសម្រាប់លើទីមានមាត់មានដៃមានជើងមានបេះដូងមានជីវិតមានរាងកាយល្អល្អះកើតឡើងគ្រប់គ្រាន់នេះដោយសារសិលដល់គ្មានសិលអត់បានគ្រប់ទេបើមានពីរអញ្ចឹងបានន័យថាប្រទេសរាងកាយបានសុខបានសន្តិភាពគ្រប់បដាបដាគឺអាស្រ័យមានសិលជាគ្រឿងឧបករណ៍ចូលទៅធ្វើចូលទៅញ៉ាំងឲ្យកើតឡើងអញ្ចឹងសិលទុកដូចក្បាលសំខាន់ណាស់ហើយបើយើងនិយាយអំពីប្រទេសខាងក្រៅទៅវិញនេះក្រៅខ្លួនយើងនេះប្រទេសខាងក្រៅសេចក្តីសុខសម្រាប់មហាជនសម្រាប់សង្គមវាកើតឡើងអាស្រ័យនឹងសិលសុខសន្តិភាពសម្រាប់មនុស្សតតែស្រុកនោះមិនសម្លាប់គ្នាមិនបៀតបៀនគ្នាតតែស្រុកនោះគ្មានចោរកម្មតតែស្រុកនោះគ្មានសត្រូវជាគ្រឿងបៀតបៀនតតែស្រុកនោះគ្មានបកគោនិយាយផគ្មានអ្នកនិយាយបង្កាញ់និយាយបំផ្លើសតតែស្រុកនោះមិនផឹកស្រាមិនមានជាលេឡូស្គួតវិញទៅស្មារតីនេះអានេះបានសង្គមមនុស្សនេះមានសុខតែសង្គមណាកើតឡើងហើយមនុស្សគិតតែពីសម្លាប់គ្នាចងពៀនគ្នាបិទផ្ទះគ្នាសម្លាប់គ្នាបំផ្លាញកូនចៅគ្នាអត់បានសុខទេក្នុងសង្គមនោះលវលទីងាប់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 វាកើតមកសញ្ញាស្លាប់មែនប៉ុន្តែវាឆាប់ស្លាប់ទេណាគឺទៅរស់នៅ80 90ឆ្នាំឯងទៅតែ4 10 20ឆ្នាំសម្លាប់គ្នាយ៉ាងរំគុំរំខៀលរសពអត់ឃើញទេមនុស្សមានតែការភ័យខ្លាចរន្ធត់ញាប់ញ័រអំពីរឿងសេចក្តីស្លាប់អត់សក់ទេណាសង្គមមានចោរកម្មអត់សក់ទេខំប្រឹងរកខំប្រឹងធ្វើមកតម្រាប់នឹងបាននឹងអើយការពាររបស់តែបានហើយរសាមិនគង់ទៅទៀតបន្តិចបាត់បន្តិចគេលួចបន្តិចគេប្លន់បន្តិចគេចាប់បន្តិចគេរកអូសតែហើយអត់បានសុខទេម្ចាស់ផ្ទះម្ចាស់ទ្រព្យមានតែចិត្តភ័យខ្លាចក្រៀមក្រំដេកមិនលក់បាក់មិនលហើយចំពោះទ្រព្យសម្បត្តិអញ្ចឹងអត់មានសុខទេក្នុងសង្គមនៅក្នុងសង្គមណាដែលមានសត្រូវច្រើនពឹងពាក់តាមចាប់តាមចងយិតយិនយិនយាយីដេកអត់លក់ទេដោយលើផ្ទះថ្មរសអត់មានឡានមានកង់មានម៉ូតូដើរបដើភ័យបដើព្រួយបដើកើតទុកបដើអត់សុខក្នុងចិត្តយើងអត់បានសុខទេនៅក្នុងសង្គមណាដែលមានមនុស្សនិយាយកុហកពិបាកណាស់មនុស្សណាដែលនិយាយពីបាតដៃឲ្យទៅជាខ្នងដៃវិញធ្វើថាមិនធ្វើមិនធ្វើទៅជាធ្វើសទៅជាខ្មៅខ្មៅទៅជាសវេទនាណាអត់បានសុខទេ
រងទុក្ខរងទោសគ្រោះកាយទឹកដីភ័យខ្លាចកើតឡើងរន្ធត់ព្រោះតែរឿងដែលវាគ្មានសច្ចធម៌ច្រាផាត់អ៊ូអាប់វិញវាន់ស្លប់ចលិនចាយប្រភេទអស់សតិអស់ស្មារតីអស់សេចក្តីក្លាហានវោបាច់តមាត់ប៉ុន្តែខ្លួនដេកអត់សោះទេដូច្នេះសង្គមមនុស្សដែលមានធម៌ទាំងអស់មិញអត់បានសុខសន្តិភាពទេអញ្ចឹងសុខសន្តិភាពគេត្រូវការតើតែសង្គមនោះមានសិលនេះឯងនឹងយើងនិយាយតាមសិល5ដែលជាសិលរបស់មនុស្សសត្វហ្នឹងសុខសន្តិភាពមានសិលអញ្ចឹងរូបមន្តសម្រាប់កំចាត់បងនៅអំពើទាំងឡាយសម្រាប់កំចាត់បងនៅពីនៅអាយុខ្លីកັບសម្រាប់គ្នាកំចាត់បងនៅចោរកម្មកំចាត់បងនៅភាពខ្ទួយសត្រូវនៅការនិយាយបោកប្រាស់បង្វែរបង្វិចបំផ្លាត់និងផុតទឹករបស់នោះគ្មានវិធីអីប្រសើរជាងកម្មសិល5ទេនេះរូបមន្តសម្រាប់សន្តិភាពសម្រាប់សង្គមមនុស្សនឹងសិល5ដែរសង្គមណាដែលអត់មានសិលសង្គមដូចជាអត់មានក្បាលណាសន្តិភាពគ្មាននេះបើយើងនិយាយពីប្រទេសខាងក្រៅហើយតែដាច់អស់ហើយដូចដឹងស្រាប់ហើយនិយាយអស់ហើយតែ5ហ្នឹងមនុស្សលែងកម្មហើយគឺអត់មានអីក្រៅពីរងទុក្ខរងទោសភ័យខ្លាចផុតញាប់ញាត់ទេដូចជាសត្វមរឹកឃើញខ្លាភ័យផុតជាប់ពួកខ្លាវាអត់កម្មសិលហើយសត្វមរឹកមិនត្រូវចំណៃខ្លាពួនក្នុងហ៊ុនទាំងភ័យខ្លាចខ្លាឃើញឈាមជើងធ្វើដំណើរទៅរកទីខ្លាចខ្លាចាំដេកភ័យដើរភ័យឈរភ័យអង្គុយភ័យមនុស្សយើងទាំងអស់គ្នាខំប្រឹងរកស៊ីចិញ្ចឹមជីវិតដេកតែពីភ័យខ្លាចគេសម្លាប់ខ្លាចគេលួចគេឆក់គេប្លន់ពួកទាំងអស់នោះទុកដូចជាសត្វខ្លាអត់ទៅធ្វើស្រែចម្ការណាចាំតែប្លន់ហ្នឹងមកចាំតែលួចចាំតែឆក់ម្ចាស់ទ្រព្យដេកកើតទៅទុកអត់មានសុខអញ្ចឹងវាព្រះពុទ្ធជាម្ចាស់លោកវិសុទ្ធលោកសម្ដែងគេហៅថាសន្តិកធម៌សម្ដែងមនុស្សធម៌ណាគឺសិល5នៅសម័យព្រះគេហៅមនុស្សធម៌នេះនឹងគេហៅមនុស្សធម៌ហើយដល់បច្ចុប្បន្នគេកែទៅថាសទ្ធិមនុស្សតែឥឡូវនេះគេថាសទ្ធិមនុស្សណាសិល5ហ្នឹងមនុស្សធម៌ហ្នឹងវាតាមមកជាសទ្ធិមនុស្សអ្នកណាកម្មសិល5ទើបនឹងមានធម៌ជាមនុស្សអ្នកណាកម្មសិល5ទើបនឹងមានសទ្ធិមនុស្សក្នុងខ្លួននេះហើយតាដល់ដល់សិល5ហ្នឹងចេញហើយគឺអត់ន័យការគម្រាមមនុស្សការទុកសេចក្តីស្លាប់ដោយការបន្លាប់បន្ថែមអត់ចេះចាប់ថាមិនបានចេះចាប់ទីឯងតកែសម្លាប់ច្រើនពេកអញ្ចឹងអញប្រើការសម្លាប់ដើម្បីទុកដើម្បីឲ្យឯងអន់កុំឲ្យសម្លាប់ទៀតថ្ងៃនឹងឈ្នះថ្ងៃក្រោយនេះអន់មានកម្លាំងឈ្នះម្ដងអញ្ចឹងការឈ្នះបដូរគ្នាណាព្រះសម្ដែងថាក្នុងសម័យណាដែលធ្វើការឡើងងឹតបាត់តែកុំភ្លេចថាខែមានរនួយមានខ្នើតពេលណាភ្លើងបាត់ល្ងឹតកើតពេលណាកុសលកើតអកុសលរលត់ពេលណាកុសលរលត់អកុសលកើតវាជិះទៅវិញមកដោយបពុរិស័ទលោកកើតជាកតិលកៈបណ្ឌិតណាលោកស្រែកលោកថាជីតាំងមេគឺអញឈ្នះហើយពួកគាត់បួស7 ដង10 7 ដងដោយសារគ្រាប់ស្ទើមកកញ្ចប់ហើយចប់កាប់ប្រចាំមួយហើយស្ដេចទៅមកវាច្បាំងឬសូតានគាត់ផ្សេងអញ្ចឹងសួរថាឯងផ្សេងឈ្នះណាលើឃើញតែម្នាក់ឯងតែថាខ្ញុំនេះបួស6 ដង 16 ដងនេះបួសលើកទី7ខ្ញុំឈ្នះកិលេសខ្មាំងខាងក្នុង
ខ្ញុំបួសមិនស្លាច់ដោយសារចោកចាប់នឹងក្របស្ពៅណែជំនះព្រះអង្គមិនប្រសើរទេព្រះអង្គទើបតែបោឈ្នះតែជំនះព្រះអង្គនឹងត្រឡប់ចាញ់វិញព្រោះជំនះព្រះអង្គដោយអញ្ញាអ្នកណាចាញ់ព្រះអង្គគេសង្ងំស្ងៀមតែកុំកិច្ចខាងថ្ងៃក្រោយគេឈ្នះព្រះអង្គវិញជំនះណាត្រឡប់ចាញ់វិញជំនះនោះមិនប្រសើរឡើយជំនះណាដែលមិនត្រឡប់ចាញ់វិញជំនះនោះគឺប្រសើរជំនះណាដែលប្រើដោយអាវុធដោយដាវដោយលំពេងដោយក្របម្សៅជំនះនោះមិនប្រសើរទេព្រោះនឹងត្រឡប់ចាញ់វិញជំនះណាដែលបកគលកម្មសិល5ឈ្នះទូស័កខ្លួនឯងឈ្នះគំនិតចាប់សម្លាប់ខ្លួនឯងជំនះនោះគឺប្រសើរព្រោះម្នាក់ឈ្នះមិត្តឈ្នះសម្លាប់សត្វទាំងអស់គ្នាគិតថាអញឈប់សម្លាប់ទាំងអស់គ្នាអញ្ចឹងជំនះនោះឈ្នះរហូតដល់អវសានជីវិតគ្មានណាមកច្បាំងណាទេនេះបានប្រសើរណានេះវាភ្លឺវាភ្លឺដែរវិធីទុកទល់ចោរកម្មដោយប្រើខ្នោះប្រើខៀងប្រើគុកប្រើច្បាក់កាត់ទូកនេះឆ្នាំតែនោះឆ្នាំមិនចេះអស់ចោលទេព្រោះគំនិតអ្នកលួចនៅតែមានក៏នៅចោលវាមានពីរចោលមួយវាថើចោលចំពោះមុខចោលមួយកំបាំងមុខចោលចំពោះមុខលួចមុខប្លន់មុខរឹបអូសមុខកំបាំងមុខអានេះជាក់ស៊ីត្រូវតែល្បិចតាំងវាភ្នែកជីងតាំងពីកឡូតាំងពីតោតតាំងពីប៉ាន់តាំងពីផ្សេងតាំងពីថ្លឹងតាំងពីវាស់អីលួចបន្តិចគេអត់ដឹងអានេះគេហៅលបកំបាំងមុខប៉ុនសុតចោលដល់ស៊ីសំណោកសោកប៉ាន់គម្រៀងកំហែងខុសច្បាប់រដ្ឋសុតតែចោលទាំងអស់សុតតែចោលព្រោះចោលមកអំពីចុរៈធាតុលួចតែបោះមរស័យក៏ចោលដែរលួចទៅឈឺម្ដងក៏ចោលដែរអ្នកទៅលួចក៏ចោលអ្នកជូនទៅលួចក៏ចោលអ្នកព្រមឲ្យលួចក៏ចោលសុទ្ធតែចោលទាំងអស់ឲ្យទៅរួមកំណត់ក្នុងការលួចគឺចោលទាំងអស់អត់ទេអស់ព្រោះគុកទៅបាក់ខ្នោះយើងទាំងអស់នេះការកាត់ទូទាំងអស់នេះចោលវាខ្លាចទីវាសងំទៅប៉ុន្តែវានៅតែលួចណាយើងមិនឈប់លួចទេសម័យណាដែលយើងទៅជាផុសគូម៉ូតូមកឡានទៀតដល់ពេលទៅគម្រាមបាត់អញ្ចឹងអត់ប្រសើរទេអត់សុខសន្តិភាពទេអញ្ចឹងតើតែកាន់សិលមិនលួចត្មងម្នាក់ពលរដ្ឋទាំងអស់ក្នុងសង្គមហ្នឹងគឺមានគំនិតលែងលួចទាំងអស់គ្នាបាននឹងពាក្យថាយុត្តិធម៌ណែប្រកបដោយកតេយុត្តិធម៌អ្នកទីយុត្តិធម៌មួយម៉ាត់នៅទៅហ្នឹងនៅក្នុងកម្មសិលដល់កម្មសិលគឺយុត្តិធម៌ទេនេះសច្ចធម៌ការពិតរបស់ព្រះសម្ដែងចឹងណាតែមានកំណត់លែងលួចលែងស៊ីសំណោកសោកប៉ាន់លែងអីទៅមនុស្សធ្វើការទាំងអស់អញ្ចឹងបាននៅក្នុងសម័យព្រះបាននៅឃើញក្នុងប្រសូតមួយគេសួរព្រះថាពុទ្ធបងធ្វើយ៉ាងម៉េចអស់ចោលនេះបានព្រះអង្គសម្ដែងតែបើចង់អស់ចោលតើតើអ្នកដឹកនាំមកទីនេះមហាក្សត្រសម័យនោះចែករំលែកនៅបរិយាទ្រព្យអ្នកធ្វើការងារទាំងអស់ត្រូវចិញ្ចឹមជីវិតឲ្យបានត្រឹមត្រូវអញ្ចឹងបាននៅក្នុងសម័យព្រះអ្នកធ្វើការលោកឲ្យបែងចែកជាចំណែក4ណាប្រាក់ខែដែលបានមកគេហៅថាបៀវត្តគុណបំណាញ់មួយចំណែកចិញ្ចឹមម៉ែចិញ្ចឹមឪគេបានអានឹងបានបោះចោលអស់អំពើពុករលួយមួយចំណែកសម្រាប់ចិញ្ចឹមពោះចិញ្ចឹមមួយចំណែកចិញ្ចឹមកូនគេចិញ្ចឹមម៉ែចិញ្ចឹមឪគេរស់ហើយចិញ្ចឹមកូនគេឲ្យរៀនឲ្យសូត្រសិក្សាសារពូរហូតដល់ឱកាសចែកទ្រព្យឲ្យទៀតមួយចំណែកសម្រាប់ចិញ្ចឹមពោះ
នេះហើយសម្រាប់ជីវតាមួយចំណែកសម្រាប់ធ្វើសង្ឃហធម៌ចំពោះសង្គមវិធីកទៀតកសាងជាតិមាតុភូមិមនុស្សធម៌អ្នកក្រអ្នកកំសត់អ្នកលំបាកនេះអ្នកខែវាវ័នតតបកោដោយអង្គ4នឹងបានអស់អំពើពុករលួយអស់ចោរកម្មនេះពុទ្ធចំណែកនឹងសោតអញ្ចឹងអស់ហើយមានណាលួយណាទៀតគ្រប់គ្រាន់អស់ហើយបើសិនជាវាវ័នលុយខំធ្វើការនឹងគ្រាន់តែចាំតែពោះនឹងវាមិនក៏ផងរឿងអីធ្វើម៉េចវាត្រូវតែស្វែងរកតែស្វែងរកមានហ្វ្រីទេល្អអាក្រក់អញ្ចឹងវាមិនអស់អញ្ចឹងអត់ប្រសើរទេនេះមូលដ្ឋានការកសាងសន្តិភាពសម្រាប់សង្គមមនុស្សរូបមន្តគឺធ្វើយ៉ាងម៉េចឲ្យជីវភាពសង្គមមនុស្សពលរដ្ឋមានការរស់នៅបានស្រួលអានឹងមូលដ្ឋានធំនេះយើងមានអាដេកងាប់ទេទៅធ្វើការទីបើគ្មានអាហារវាអត់រស់អញ្ចឹងគឺថាវាសតនីតិនេះសំខាន់ណាស់តែកាន់តែលែងលួចហើយគឺវាអស់ចោលហ្មងអ្នកធ្វើការងារទាំងអស់មានជីវិតរស់នៅរហូតដល់ប្រពុតចំចាត់លោកសម្ដែងថាបរិជាត្រូវចែករំលែកនៅទូចស្រូវទូចពូចដណ្ដែកល្ងដំណាំដាំដុះទាំងអស់ពលរដ្ឋដែលចេញការអ្នកធ្វើការកម្មអ្នកធ្វើការបុគ្គលិកមានកសិករមានកម្មករមានអីទាំងអស់នោះខាងកសិកម្មត្រូវការពូជពូសណ្ដែកអីសពសារពូជួយទៀតជួយឲ្យមនុស្សទាំងអស់នោះធ្វើស្រូវធ្វើស្រែសកាបនីបានទាំងអស់គ្រប់គ្រាន់ខុសពុទ្ធចំណៃដល់អស់មួយដល់ធ្វើឡាឲ្យតែយើងកម្មតាមមានបាយហូបអស់អញ្ចឹងបានមានបសុលមួយកន្លែងទៀតលោកបញ្ជាអំពីវរិជាមួយអង្គលោករីចំប្រទេសខុសចំណងចំនួននោះគេហៅចំនួនកាប់ខាងដើមមនុស្សយើងអាយុដល់ទៅ80000ឆ្នាំណារាជាអត់មានសិលរាជាអត់មានសង្ឃហធម៌ត្រឹមត្រូវចំពោះពលរដ្ឋម្ល៉េះមានអ្នកកំសត់មានអ្នកអត់ឃ្លានទៅធ្វើជាចោរកម្មហើយដល់សពសារពើអញ្ចឹងទៅដល់ពេលចាប់បានសួរឯងខ្វះអីខ្ញុំអត់លុយចាយអញ្ចឹងយកមកកញ្ចប់ទៅហើយដល់ចោលហ្នឹងវាបានមាសហ្នឹងមកកញ្ចប់វាគិតថាអីលួចនេះស្រួលបើសិនតែគេមិនទាន់បានមកកបាច់ធំបើគេទាន់ស្ដាច់ឲ្យមកកញ្ចប់បើអញ្ចឹងលួចឯងថែមទៀតគិតទៅលួចត្មងលួចទាំងអស់គ្នាដែលគិតថាចុងអញទៅឲ្យវាស៊ីវាទៅជាអត់ទៅលួចបើអញ្ចឹងអាម៉ាយកវាទៅកាត់ក្បាលចោលលើកក្រោយកាត់ក្បាលចោលហ្មងយកវាទៅកោសក់កោតឲ្យដើរបៃស្គរប្រាប់មហាជនហើយយកវាទៅសម្លាប់ចោលបើថាអីបរិជាចេញសម្លាប់បើអញ្ចឹងយើងធ្វើដាវដើម្បីការពារខ្លួនពីដើមអត់មានដាវមានដំណេញទេអត់ទេអញ្ចឹងដល់ធ្វើដាវការពារខ្លួនពេលណាឈ្នះព្រោះទៅពេលណាចាញ់ក៏ងាប់ទៅគ្នាដាវនឹងតែឈានឡើងរហូតដល់អ្វីដែលមានក្នុងលោកវាច្រើនទៅអញ្ចឹងបានថាវាមិនបានសក់ទេអញ្ចឹងបានថានេះសិលជាប្រធាននៃសន្តិភាពឥឡូវយើងយកអំពីសិលទី3មនុស្សទាំងអស់អត់គោរពនេះប្រពន្ធឯនេះប្រពន្ធគឺអត់ចេះទៅវត្តទាំងអស់ទៅសក់ទេអត់សក់ទេអញ្ចឹងបានជាត្រូវតែស្វាមីភរិយាយើងមើលតែប៉ុណ្ណេះបានហើយមិនមើលច្រើនទេមនុស្សដែលមានប្រពន្ធពីរណាសតកាយឲ្យសក់ឃើញទេនឹងនិយាយតាស្លប់ឮច្រើនដែរអ្នកខ្លះស្លប់ទាំងសងកាប់ទៀតផងក៏បាក់ក្នុងខ្លួនប្រពន្ធដើមប្រពន្ធចុងប្រពន្ធទី1ប្រពន្ធទី2ចង្ការខាងដើមវាមានអិសរភាពចង្ការខាងចុងវាមានអិសរភាពក៏បាក់ចិត្តហើយសុខសន្តិភាពឃើញគាត់នៅប្រពន្ធការមាន2មានបញ្ហាចេះសម្ព័ន្ធចាប់ទៅចាំមកអត់សុខអញ្ចឹងបានថាជួសិល5នេះ
ទី1មិនសម្លាប់ទី2មិនលួចទី3ដូចជាប្រទេសខាងក្រៅ10តននេះណាកាលណាបើយើង10តននេះនឹងវាឲ្យឃើញអស់តម្លៃរបស់សិលដែលប្រែតែក្បាលមួយម៉ាត់នេះជីវិតជាប្រធាននៃសេចក្តីចម្រើនគឺអីគឺវាចេះចម្រើនធ្វើស្រែក៏ចម្រើនទៅធ្វើពោលធ្វើក៏ដែរចេះចម្រើនទៅរកទីចិត្តតែមានទៅវាគ្មានចោលណាluônអញ្ចឹងកសាងប្រទេសមាតុភូមិនឹងខ្លាយទៅជាអរិយប្រទេសកាលណាមានសិលគ្រប់គ្រាន់នឹងទៅមនុស្សទាំងអស់មានសិលធម្មជាតិប្រែប្រួលហើយផ្លូវភ្លៀងធ្លាក់តាមរដូវតាមពេលវេលាមិនវាំងឲ្យងាប់តែក៏មិនភ្លៀងឲ្យតតែរលួយណាវាភ្លៀងដែលកើតឡើងសម្រាប់ប្រទេសអ្នកមានគុណធម៌គឺភ្លៀងកើតឡើងស្មើហ្មងកន្លះខែភ្លៀងម្ដងពេញចំពោះទ្វីបទាំងអស់សពមិនស្កកមិនរលួយនៅធម្មជាតិព្រែដល់ព្រែចឹងទៅដាំតូតធ្លាប់បាន10បាវឡើង100បាវគឺស្រូវធ្លាប់បាន1តោនបាន10តោនពេលទូសំដែងទាំងអស់បានដល់ទិន្នផលនៅក្នុងប្រទេសងាកទៅដំណាំដាំដុះងាកទៅស្រែចម្ការងាកទៅស្អីអូយជុំវិញសុទ្ធតែល្អហើយប្រសើរទាំងអស់ធ្វើតិចបានច្រើនលក់យកមកធ្វើអីក៏បានដែរឃើញទេកាលណាដល់ប្រទេសធ្វើអីក៏បានលុយស្ថិរភាពលុយមានតម្លៃលុយសម្រាប់ជាតិច្រើនហើយដល់លុយច្រើនយកទៅចិញ្ចឹមថ្នាក់កម្មាភិបាលបុគ្គលិកនៅធ្វើការងារទាំងអស់គ្រប់គ្រាន់វាចេះចម្រើនទៅរហូតខ្លាយទៅជាអរិយប្រទេសអញ្ចឹងបានន័យថាសិលជាប្រធាននៃសេចក្តីចម្រើនណាអញ្ចឹងយើងស្ដាប់ប៉ុណ្ណឹងទៅប្រធាននៃសេចក្តីចម្រើនប្រធាននៃសន្តិភាពប្រធាននៃសេចក្តីល្អអញ្ចឹងសំខាន់សល់5ហើយនៅក្នុងល្ងាចនេះខ្ញុំកណាបានភាពនឹងសូមបញ្យល់អំពីផ្លូវបនិបត្តិខ្លះតែមុននឹងចូលយើងបញ្ជាក់អំពីសិលបន្តិចសិនព្រោះសិលហ្នឹងវាជាបានសិលការលើកមុនយើងបានសិក្សាហើយឥឡូវសូមប្រែសិលមួយម៉ាត់ទៀតលើកប្រែថាសីតលថោសិលមានន័យថាតិចនេះមានន័យយ៉ាងសីតលៈហៅតិចមិនតែក្តៅតែតិចមកអញ្ចឹងសិលនៅក្នុងចិត្តយើងនៅក្នុងចិត្តនៅក្នុងហត្ថយវត្ថុនេះសិលនៅក្នុងចិត្តនេះហើយចិត្តនឹងជ្រើមនៅកណាចិត្តជ្រើមនៅក្នុងបេះដូងហ្នឹងជាកន្លែងចិត្តជ្រើមនៅហើយហត្ថយវត្ថុរូបហើយនៅក្នុងបេះដូងយើងហ្នឹងមានចិត្តរសាចិត្តជាទីកើតនៅមនុស្សវិញ្ញាណធាតុចិត្តទាំងអស់ហ្នឹងកើតនៅក្នុងហត្ថយវត្ថុនេះឯងនឹងចិត្តនៅនឹងហើយចិត្តហ្នឹងវាមានក្តៅមានត្រជាក់ចិត្តនៅក្នុងហ្នឹងមានក្តៅមានត្រជាក់អញ្ចឹងចិត្តក្តៅដោយអំណាចនៃកិលេសដែលជាគ្រឿងសៅមកនឹងចិត្តក្តៅអញ្ចឹងក្តៅចំគឺទោសៈនេះទោសៈហ្នឹងមានន័យថាធម្មជាតិប្រទុះឬក៏គិតប្រទុះដែលយើងនិយាយខាងក្រៅមកថាខឹងមួម៉ៅក្តៅក្រហល់ក្រហាយនេះនឹងទោសៈ
ở nơi chất năng khấm mua máy cái đây cả hai bà phê chất năng khăn cái đây mua máy bán đánh tránh máu rụt như màu rụt khương ai dân square rụt một lần cả hòm này của cả hòm một cái hòm này cái hòm tròn chài một tu một là vi như dân đấy cái nhây đây dân đấyคือថាការដែលវិចេញមកខាងក្រៅដែលធ្វើឲ្យរាងកាយយើងផ្លែកធម្មតាមិនមានសល់ម្ដោះនេះមកពីចិត្តខឹងខាងក្នុងខឹងដល់ខឹងបាននៅក្រហមនៅកឡោនចងចើមមានសភាពតែព្រោះផ្សេងឡើយកាយទាំងដុលនៅពេលដែលខឹងត្រូវក្តៅកុហលកាហាយទាំងអស់អត់ត្រជាក់ទេក្តៅកុហលកាហាយអត់ស្រាក់ស្រានអត់ចំណុកសុខសប្បាយទេអញ្ចឹងចិត្តក្តៅកាយក៏ក្តៅនេះចិត្តនឹងវាក្តៅមុនវាជាបច្ច័យដល់កាយនឹងមុខលឿងភាពដឹកថឹកពេញរាងកាយទាំងអស់នឹងទោសៈអត់មកយើងសិក្សាអំពីសិលដល់ពេលសិលចូលទៅផលិតទោសៈអញ្ចឹងសិលជាភាពតិចទៅហៅសិលៈភាពតិចសិលជាទឹកអមរិតចង្កាលោកហៅទៅសិលជាឱសថជាឱសថសិលជាឱសថសិលជាទឹកអមរិតកាលណានៅក្នុងចិត្តតិចចិត្តបុគ្គលនោះមិនខឹងនេះមិនមួម៉ៅមិនក្តៅក្រហាយជាចិត្តស្ងប់ស្ងាត់ជាចិត្តប្រកបដោយមេត្តាធម៌ព្រោះអ្នកមានសិលមានចិត្តមេត្តាមានន័យថាស្រឡាញ់រាប់អានចំពោះសត្វអញ្ចឹងកាលបើមិនខឹងត្រូវស្រឡាញ់រាប់អានវាដូរយ៉ាងវាត្រូវតែដូរយ៉ាងកាលបើមិនខឹងត្រូវស្រឡាញ់រាប់អាននៅក្នុងចិត្តវាហ្នឹងនៅក្នុងចិត្តវាហ្នឹងអញ្ចឹងសិននេះកាលណាចូលជ្រោកទៅធ្វើឲ្យចិត្តយើងត្រជាក់ព្រោះចិត្តមិនមានព្យាបាទមិនមានគំនុំហើយដល់ត្រជាក់បេះដូងធ្វើឲ្យកាយចាប់សរីរៈរាងកាយទាំងមូលមានភាពត្រជាក់ទៅប្រកបដោយស្រួលខ្លួនព្រោះភ្លើងកំហាំវាអស់ទៅនឹងសិលនឹងដែលសិលតែថាត្រជាក់ចិត្តត្រជាក់គំនិតត្រជាក់រាងកាយត្រជាក់បេះដូងវាមិនពុះកញ្ជ្រោលវាមិនខ្ញោចឡើយអញ្ចឹងវាត្រូវបានដល់សេចក្តីស្ងប់កាយស្ងប់ចិត្តនេះស្ងប់កាយស្ងប់ចិត្តចាំបានថារឿងសិលវិសេសវាថាជាគូបដិបៈនិងទោសៈកាលណាទោសៈកើតសិលរលត់ពេលណាសិលកើតទោសៈរលត់នេះវាធនហ្នឹងអត់នៅជាមួយគ្នាទេបដិបៈកើតមួយរលត់មួយកើតមួយរលត់សិលកើតទោសៈរលត់ទោសៈកើតសិលរលត់នេះដែលយើងសិក្សាអំពីខបប្រតិបត្តិទៅយើងលែងនិយាយរឿងផ្លូវកាយវិសាវាចូលទៅដល់រឿងក្នុងបរមត្ថធម៌ចូលទៅដល់ផ្ទៃខាងក្នុងវិញនិយាយទៅធម៌ពីរសិលទោសៈសិលគឺមេត្តាធម៌ឯងមេត្តាធម៌មេត្តានឹងប្រែថាស្និទ្ធរាប់អានពេញចិត្តរាប់អានតែមិនមែនស្នេហាទេ
ដោយកាមគុណនេះវាថារាប់អានអាមត្តក្នុងទីនេះត្រឹមតែជាតួពធដោយមិនមានជាបាបមិនរាប់អានដោយកាមរិយៈទេរាប់អានដោយតួពធចិត្តដែលស្រស់ស្រាយចិត្តដែលសច្ចៈដីមួមកដោយកុហលកាហាយក្នុងសត្វក្នុងបុគ្គលគឺមានតែសេចក្តីស្រស់ស្រាយរីករាយចូលចិត្តចំពោះសត្វទូទៅទាំងអស់នឹងមេត្តាធម៌ហ្នឹងឯងជាតួទៅលៈជាតួតលកណ្ដាលចូលមកក្នុងចិត្តទៅជាបាត់ទោសៈកាលណាបើសិនជាខ្លួនយើងម្នាក់ទៅជាមនុស្សទាំងអស់ប្រពុតជាម្ចាស់លោកសម្ដែងថាបុគ្គលក៏បីឈ្នះខ្លួនដោយខ្លួនឯងបុគ្គលក៏បីឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្នកដទៃហើយឈ្នះខ្លួនឯងគឺឈ្នះទោសៈឈ្នះព្យាបាទខ្លួនឯងនេះចុះបើសិនជាមនុស្សម្នាក់ក្នុងលោកមានចំហដូចគ្នាមានកតេដូចគ្នាមានការអប់រំចិត្តដូចគ្នាគឺស្ថិតនៅក្នុងមេត្តាធម៌ដូចគ្នាហើយកំចាត់បងនៅទោសៈដូចគ្នាដូច្នេះមនុស្សក្នុងសង្គមនេះសុទ្ធតែជាមនុស្សតិចនេះវាតិចហ្នឹងវាបានមកអញ្ចឹងហ្មងមិនបាច់ចាំទៅស្វែងរកឯណាទៅទូតែមានចិត្តខ្លួនឯងម្នាក់ទៅវាតិចទៅហើយដូចនៅក្នុងនិមនីយើងយ៉ាងវត្តនិមនីនេះមានមនុស្សជាង200នាក់អញ្ចឹងបើម្នាក់ទូមានចិត្តនៅក្នុងវត្តជាង200នាក់ហ្នឹងវាតិចទាំងអស់អញ្ចឹងល្អោបញ្ហាគ្មានទេមានសេចក្តីស្ងប់អត់មានទាស់គ្នាអត់មានខឹងគ្នាអត់មានជេរគ្នាអត់មានវាយគ្នាអត់មានបិចោតគ្នាគឺមានតែសេចក្តីរាប់អានរវាងគ្នានឹងគ្នាទៅវិញទៅមកជាង200នាក់ហើយចុះដល់ក្នុងរាជធានីភ្នំពេញមួយគ្រប់វត្តគ្រប់អារាមគ្រប់ខណ្ឌគ្រប់សង្កាត់ពលរដ្ឋនៅក្នុងក្រុងនេះសុទ្ធតែជាអ្នកអប់រំចិត្តទូមានចិត្តកំចាត់ចិត្តខឹងបង្កើតមេត្តាចិត្តអញ្ចឹងមនុស្សក្នុងរាជធានីនេះជាមានអាណាខណ្ឌណាទេហើយចុះបើសិនជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាខេត្តនិងក្រុងជាង20ខេត្តទាំងអស់មកគ្នាកសាងចិត្តអញ្ចឹងទៅដល់បរកស៊ីទៅធ្វើគ្រប់ផ្លូវចិត្តអញ្ចឹងទៅវិទ្យាគ្រប់ដល់គ្នាទៅម្ល៉េះហើយវិទ្យាអស់មកប្រទេសចុះបើមនុស្សទាំងអស់នៅក្នុងប្រទេសនៅក្នុងទ្វីបអាហ្វ្រិកអាមេរិកអឺរ៉ុបអាស៊ីទាំងអស់ហ្នឹងអូស្ត្រាលីគ្រប់ទីបណ្ដាប្រទេសក្នុងលោកគិតតែពីរកពីធ្វើការងារបកបអាជីវកម្មតាមកម្លាំងហើយយកមកហូបអង្គុយទូមានចិត្តដូចគ្នាចិត្តមិនខឹងមានតែមេត្តាធម៌អញ្ចឹងវាទៅជាអស់នៅក្នុងចម្ពោះទ្វីបនៅក្នុងទ្វីបទាំងអស់នេះនឹងយើងត្រូវយល់ថាសីតលៈសើប្រែថាតិចមិនមិនសិនតិចទេមិនសិនតិចទេហើយក៏មិនតែហៅតិចដែរគឺវាជានាមធម៌មួយដែលអាស្រ័យនៅក្នុងចិត្តមនុស្សគឺមេត្តាធម៌មេត្តាចិត្តមានក្នុងបុគ្គលណាតិចក្រៃលែងតិចជាងការតិចក្នុងលោកប្រដាប់តិចទាំងអស់នេះវាតិចមិនផ្សេងតែវាមិនអាចតិចដល់ចិត្តទេវាតិចត្រឹមតែកាយហើយវាជាចំហាយឲ្យស្រួលចិត្តតែប៉ុណ្្នឹងឯងតែវាមិនតាំងនៅទេតែតិចខាងក្នុងកាលណាបើសិនជាចិត្តវាតិចហើយបញ្ចវេរីណាបញ្ចវេរីគឺ5យ៉ាងការកាប់សម្លាប់រវាងគ្នានឹងគ្នាមិនមានទេក្នុងលោកនេះមនុស្សអាយុខ្លីគ្មានទេមានតែមនុស្សអាយុដល់កាប់ព្រោះគ្មានជនណាម្នាក់ទៅសម្លាប់ជនណាម្នាក់សោរកម្មវាឆក់រវាងគ្នានឹងគ្នាគ្មានទេអញ្ចឹងប្រសម្បត្តិតាំងនៅរហូតដល់ទុកហើយរលួយគ្មានអ្នកណាកាន់យកទៅទេទី3
ពីវរិយចាប់ប្រពន្ធកូនគ្នាទៅវិញទៅមកមិនមានអញ្ចឹងសត្រូវការតាមការចាប់ការចងរវាងគ្នានឹងគ្នាទៀតក្នុងលោកនេះកាលណាបើសិនជាមានមេត្តាសតចៈក្នុងខ្លួនហើយមនុស្សទាំងអស់ត្រូវមានសច្ចធម៌បើហើយជនដែលរងទឹកភ្នែកដោយសារការធ្វើនយោបាយកុហកបោកប្រាស់គ្នាគ្មានក្នុងលោកអត់មានទេវាមានតែសច្ចធម៌ហើយអ្នកពោលសច្ចៈក្រៅអំពីសិលគ្មានទេនៅក្នុងចិត្តយើងមិនមានធម៌នឹងមកការផឹកទឹកទៅវឹងមកឲ្យអាប់គួរសង្គមមនុស្សគ្មានអត់មានអញ្ចឹងជាទាំង5យ៉ាងមិនមាននៅក្នុងមនុស្សនេះទេវាតិចប្រទេសខាងក្នុងវាតិចប្រទេសខាងក្រៅអញ្ចឹងមនុស្សតម្លាទាំងអស់រងាប់នៅពី5យ៉ាងទាំងអស់មិនមានតិចអញ្ចឹងតិចស្រួលអញ្ចឹងពាក្យថាសុខពាក្យថាចម្រើនពាក្យថាសន្តិភាពក៏នឹងកើតឡើងជាលំដាប់ដោយព្រោះអាស្រ័យមានសិលជាហេតុមានសិលជាទីតាំងមានសិលជាដើមចំមានសិលជាសមុដ្ឋានមានសិលជាដែនកើតមានសិលជាប្រភពជាហេតុជាបច្ច័យជាសមុត្ត័យជាអាហារនេះមានសិលនឹងទាំងអស់ដែលក្នុងមេយមកៈเป็นเรื่องอ้อมักสายถอนข้อประพฤติยังจะเชี่ยอันจังอ่ะแต่กายคนใดละนี้ปนจัดเนอได้เกี่ยงปราระยังมันใส่แต่ละฮะใส่แต่ละเสาเกลือท่าตะเกียยนเลยยนหนูបងនិយាយលោកតាយល់ហ៎នេះជាមួយម៉ាត់ដែលយើងត្រូវសិក្សាយើងត្រូវចេះនិយាយថាសីតលថោសីឡੰបល័យនឹងចឹងសីតលថោសីឡੰសិលមានអត្ថាបច្ចៈនេះអញ្ចឹងបើយើងនេះយើងចេះថាសិលមានន័យថាបច្ចៈអញ្ចឹងបានអត្ថានឹងគឺន័យសិលមានន័យថាបច្ចៈអញ្ចឹងយើងរៀនមកណាសេរដ្ឋថោសីឡੰសិលមានអត្ថាកំពូលសីសត្វថោសីឡੰសិលមានអត្ថាក្បាលសីតលថោសីឡੰសិលមានអត្ថាបច្ចៈខាងដើមដំបូងសីលនថោសីឡੰសិលមានអត្ថាប្រកដីយើងរៀនហើយអញ្ចឹងបើយល់ហើយប៉ុណ្ណឹងវាបានមកហើយណាអញ្ចឹងមនុស្សលោកបានតិចគ្មានអីក្រៅពីសិលទេនាំគ្នារាប់អានសិលទៅទទួលស្គាល់សិលទៅកម្មសិលទៅប្រតិបត្តិសិលទៅគោរពបូជាចំពោះសិលទៅសពហើយវាតិចហើយវាស្រួលហើយវាសន្តិភាពហើយវាចម្រើនអ្វីក្នុងលោកទាំងអស់វាចេះតែចម្រើនដែរកាលណាបើធម៌ចម្រើនថែមដីនេះចម្រើនដែរធម៌នឹងចឹងកាលណាបើធម៌ធ្លាក់ចុះថែមដីធ្លាក់ចុះអាយុកាន់តែខ្លីឥឡូវនៅមួយម៉ាត់ទៀតសេវត្ថោណាសេវត្ថោសីឡੰសិលមានអត្ថាសុខផ្សេងខ្វាននេះផ្សេងចាក់ទុកសេវៈនឹងផ្សេងចាក់ទុកមាននៅខាងចុងនេះល្អមែនទែនសិលមានសេចក្តីថាសុខសប្បាយឬថាបើយើងប្រែមកឲ្យស្រួលសិលមានសេចក្តីថាសន្តិភាពស្រួលចម្រើនល្អស្អីក៏ចម្រើនដែរចម្រើនអស់កាលណាមនុស្សយើងតិចចិត្តតិចបេះដូងតិចកាយតិចអាយុវែងពណ៌សម្បល់ល្អត្រង់គេល្អសេចក្តីសុខកើនស្កានប្រាជ្ញាឆ្លៀសទៅនេះក្នុងរាងកាយយើងប្រែប្រួលលែងអពរ
មនុស្សដែលគេអាយុដល់80000ឆ្នាំនេះវាsẽមកវិសិលណាដូចជាដល់ប្រសាអាមេត្រីបានប្រាស់អាយុ80000ឆ្នាំមនុស្សសុទ្ធតែជាប់សល់ទាំងអស់តែទីបញ្ជាក់ថានៅក្នុងសម័យដែលប្រសាអាមេត្រីបានប្រាស់មនុស្ស80000ឆ្នាំបានស្លាប់ម្ដងទីក្រុងវិម័នហើធ្លាក់ទីក្រុងវិម័នហើធ្លាក់យកវិម័នបោះទៅហើទៅធ្លាក់ទុកតាណាដល់ទីក្រុងមួយទៀតបានន័យថាវាសុទ្ធតែមនុស្សតែទីក្រុងមួយចន្លោះវិម័នហើធ្លាក់មន់វាហើបានប្រមាណណាដល់ទីក្រុងមួយដល់ហើយបានន័យថាមនុស្សនេះវាច្រើនលៀនច្រើនកោតមនុស្សហើយមនុស្សនោះវាធំខ្ពស់យើងពីអាហារូបករណ៍ជីវិតរស់នៅជីវភាពវិញណាស្រូវសាលីដុះតាមវាស្រែនេះស្រូវសាលីដុះតាមវាស្រែដុះមកមានផ្លែគួរជាទីរីករាយគួរជាទីឆ្ងាញ់មនុស្សម្នាក្នុងលោកទៅបេះយកមកហូបទៅតែនេះបញ្ជាក់គ្រឿងអភរណៈទាំងអស់តតែងកាយទៅយកនៅដើមឈើម្ដងហៅដើមកាប់បាក់ព្រឹកនេះដែលជាស្ដេចនៃរុក្ខជាតិកន្លែងនោះដើមឈើនេះជាទីសម្រាប់ទៅតាមផ្លូវចិត្តដែលយើងចង់បានគឺបានអានឹងមកចង់បានអីបាននឹងមកនេះជីវភាពរស់នៅរបស់នេះហើយមិនទីពេទ្យគ្មានទេមនុស្សមានតែហើយនឹងអត់បាយហើយនឹងចាស់ស្លាប់អត់មានជំងឺអីអេតអត់តែអីអាសន្នទៅរោគក្អកធ្លាក់ឈាមឬដងបាតឬដងចំមុះអីអត់មានទេអត់មានការរោគដល់មនុស្សចាស់ស្លាប់អញ្ចឹងមកជំងឺនឹងកាត់អីគ្មានទេមានតែមនុស្សចាស់ស្លាប់ហើយនឹងកាលណាមិនហូបបាយហេវអស់កម្លាំងប៉ុណ្ណឹងណានេះដែលតែស្អាតបានត្រាស់មនុស្សយូរវែងអញ្ចឹងថាមិនបានយូរវែងឡើងអញ្ចឹងទៅវាយើងឥឡូវទៅស្មៃយើងបាន100ហងថានៅពេលណាក្នុងសម័យណាដែលមនុស្សយើងនាំគ្នាកាន់ទៅបូជាទៅគោរពទៅបប្រតិបត្តិទៅអាយុចាប់ឡើងឡើងពី7 8 120 150 200 300 400ឡើងដល់1000ឡើងដល់10000មកចេះទៅយកដោយសារនេះសិលកាន់សិលម៉ែកាន់សិលយាយកាន់សិលតាកាន់សិលកូនកាន់សិលចៅកាន់សិលចៅទូតចៅលួតចៅលាចៅប្រមាណកណោប្រមាណជាន់ប្រមាណមានហើយកាន់សិលតនោះអាយុឡើងដែលវែងមិនមែនវែងដោយសារត្រឹមទីបាយទេត្រឹមទីបាយកាន់តែខ្លាំងអាយុកាន់តែខ្លីសម្ដីកាន់តែខោចខ្លួនកាន់តែទៀបនិយាយកាន់តែខោចកំណត់កាន់តែអន់រវល់កាប់ចាក់គ្នាអាហ្នឹងតាមតទៅចុះចឹងដែលយុទ្ធពីនឹងទៅឡើងដល់80000ឆ្នាំមែនមកទីទៅខំទៅទៅយូរស្បស្វល់មិនមែនមកវិទៅនេះទេគឺទៅសិលតែកម្មអាហារនាំឲ្យអាយុវែងនាំនេះទៅសិលមកវិញមកនាំនេះកាន់សិលទាំងអស់គ្នាឡើងវិញបានអាយុវែងឥឡូវយើងខ្លីមកពីដើមអាយុ80000ឆ្នាំចំណងពុទ្ធកបតាមធัวឥឡូវចុះមកនៅត្រឹម100ឆ្នាំ40ឆ្នាំមិនដល់ទេផងឥឡូវយើងកែជីវិតរបស់យើងទាំងអស់គ្នាឲ្យឡើងទៅ80000ឆ្នាំវិញដោយសារអំណាចនាំគ្នាកាន់សិលទាំងអស់គ្នាកាន់ម្នាក់កាន់ទាំងអស់ទាំងពលរដ្ឋទាំងថ្នាក់ដឹកនាំប្រទេសថារាប់តាំងពីស្ដេចចុះមករហូតដល់ជាសកលកម្មករទាំងអស់ត្រូវតែកាន់សិលទាំងអស់គ្នាដោយខានមិនបានទេដើម្បីរៀបចំជីវិតយើងឲ្យវាខ្ពស់ឡើងវិញរៀបចំជីវភាពឲ្យប្រព្រឹត្តទៅល្អឡើងវិញទៅតាមសម័យខាងដើមដែលគេមានអាយុ80000ឆ្នាំរួចទៅហើយឥឡូវយើងធ្វើឲ្យឡើងទៅកាន់ខុសបុរាណវិញនេះដែលពុទ្ធជាម្ចាស់នៅសម្ដែងឆ្លងត្រាស់ស្អាតមីត្រីត្រាស់ដឹងឡើងមនុស្សទៅមកទៀនច្រើនណាស់ពួកឯងពួកមនុស្សវាអត់មានហិង្សា
មនុស្សមានសិលខ្លាចហើយស្ដាប់តែគុណធម៌ឲ្យម្ល៉េះហើយគាត់ណាប៉ះបន្តិចមកពៀនណាស្ដាប់តែធម៌បន្តិចទៅមកពៀនច្រើនណាស់អញ្ចឹងដល់តែយើងឧស្សាហ៍សន្សំឲ្យមិនសិលកាន់ថ្ងៃហ្នឹងទៅតែវែងស្អែកហ្មងអត់ទេវាឡើងបន្តិចដែលយើងចាស់មិនដឹងយ៉ាងហើយធំក៏មិនដឹងដែរឡើងបន្តិចអញ្ចឹងទេវត្ថោសិលប្រែថាសេចក្តីសុខខ្ថេងខ្សានអត់មានទុកយើងនិយាយវែងញែរត់ទុកក្នុងលោកនេះឲ្យឃើញតែតាមខពុទ្ធហើយក៏មិនមែនជារឿងនិយាយអំពីនយោបាយដែរគឺនិយាយអំពីធម៌មនុស្សយើងក្នុងលោកលោកនិយាយលោកតាពិចារណាមើលសពថ្ងៃកំពុងតែអាប់ពូនេះសង្គមមនុស្សថ្ងៃកំពុងតែអាប់ពូគ្រប់ប្រទេសគ្រប់តំបន់ទាំងអស់ក្នុងលោកនេះឲ្យតែមនុស្សកំពុងតែអាប់ពូដោយបញ្ញវរិយទាំង5ខ្ញុំអាប់ពូថ្ងៃអត់មានណាគ្រាន់តែចំណាទេកំពុងតែអាប់ពូទាំងអស់គ្នាទេគ្រប់ទីឲ្យតែហៅថាមនុស្សជាតិទាំងអស់ក្នុងលោកនេះកំពុងតែអាប់ពូដោយអាយុខ្លីអាប់ពូដោយបញ្ញវរិយទាំង5កំពុងតែធ្វើលេខហូតមិនមែនធ្វើលេខបោកទេលេខដកបាច់មនុស្សអាយុខ្លីកាន់តែកើនឡើងដោយសារអំពើហិង្សារបស់មនុស្សពីដើមមកសម្លាប់គ្នាត្រឹមដើរទេដាក់មកកបិតងាប់ម្នាក់ឥឡូវសួរថាតើគេអាចធ្វើមនុស្សប្រមាណម្នាក់ឲ្យងាប់ដោយសារតែគេលឺតែមកក្របគេអាចធ្វើប្រទេសមួយងាប់ទាំងអស់ដោយសារមកក្របក៏បានណានេះកំពុងអាប់អួរណាអាយុកាន់តែខ្លីបជាសាសរុងរឿងអាយុកាន់តែខ្លីមកអំពីមិនបានអប់រំចិត្តនេះឲ្យចិត្តនេះវាបង្កើតនៅហិង្សាធម៌ហ្នឹងធម៌បៀតបៀនហ្នឹងមិនមែនឈប់ច្បាំងគ្នាដោយសំដោកទេមនុស្សក្នុងលោកសពថ្ងៃនេះឈប់ច្បាំងគ្នាដោយទៅគេមិនរួចវាយគេយកទេបើចិត្តអញសំងំទៅនឹងអញ្ចឹងមនុស្សហ្នឹងនៅតែគិតតែវាយទៀតហ្នឹងនៅពេលណាមានកម្លាំងវាយទៀតបើអ្នកកាន់សិលអត់អញ្ចឹងទេអ្នកកាន់សិលអត់មានគិតរឿងទៅវាយណាអត់ទេហើយក៏គ្មានត្រៀមខ្លួនទៅវាយណាក៏អត់ដែរអត់ហើយក៏មិនស្វែងរកនៅឧបករណ៍សម្រាប់សម្លាប់មនុស្សណាក៏អត់ដែរតែខុសគ្នាហ្នឹងខ្ញុំមិនច្បាំងដោយគ្មានកំណត់ទៅច្បាំងហើយក៏អត់មានតល់អំពីរឿងច្បាំងជាមួយជនណារវល់តែច្បាំងជាមួយនឹងទោសខ្លួនឯងអញ្ចឹងណារវល់ឈ្នះខ្លួនឯងនឹងមានឈ្នះណាអាប់ពូសង្គមមនុស្សអាប់ពូអាយុខ្លីដោយសារការកាប់សម្លាប់ហិង្សាខុសនេះសង្គមអាប់ពូព្រោះចោរកម្មលួចថក់ប្លន់តេងប្របាញ់ស៊ីសណោកសោកប៉ាន់ឆក់អវិយកាប់លឹបទៅបាច់កកគម្រាមកំហែងសពគ្រប់ទាំងអស់ក្នុងលោកគ្មានបាត់ទេហើយអត់ទេបាត់ទេចេះគឺយ៉ាងម៉េចក៏អត់បាត់ដែរតតកម្មសិលបាត់អត់ទេបាត់ទេព្រោះលួចចម្រើននៃការលួចព្រោះមនុស្សយើងវាចម្រើនទៅតាមដូចខ្ញុំកណាត់មកទៅដំណើរអំពីអត់ទេនៅក្នុងកងចោលនោះដែលវាប៉ើងនៅវាទៅនៅចោលចម្រើននៅក្នុង